ឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងព័ត៌មានធ្វើឡើងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមករាឆ្នាំ2026ខាងមុខកិច្ចប្រជុំពិសេសការងារសំខាន់ៗចុងក្រោយរបស់គណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និបាតដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងព័ត៌មានបានធ្វើឡើងនៅរសៀលថ្ងៃទី14ខែមករាឆ្នាំ2026នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងក្រោមការដឹកនាំកិច្ចប្រជុំឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានជម្រាបជូនថាដោយទទួលការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាលក្រសួងព័ត៌មានបានត្រៀមរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមករាឆ្នាំ2026នាទីស្តីការក្រសួងដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ក្នុងការបំពេញការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ2025កន្លងមកនេះហើយលើកទិសដៅអនុវត្តបន្តនៅឆ្នាំ2026ដើម្បីបន្តរួមគ្នាបំពេញឲ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀតតាមរយៈការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានក៏ដើម្បីពិនិត្យនិងវិតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់និងចែករំលែកបទពិសោធន៍ល្អៗក្នុងការរិះរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមហើយបានដាក់ចេញនៅទិសដៅការងារសម្រាប់ការអនុវត្តបន្តសម្ដៅលើកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានបានធ្វើឡើងក៏ជាការចូលរួមក្នុងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1អាណត្តិទី7របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យដំណើរការនៃអង្គសន្និបាតប្រព្រឹត្តទៅដោយរលូនឯកឧត្តមរដ្ឋមន្ត្រីបានបង្កើតគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026ហើយគណៈកម្មការនេះមានតួនាទីដឹកនាំចាត់ចែងនិងត្រួតពិនិត្យដំណើរការរៀបចំសន្និបាតឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យសម្របសម្រួលនិងផ្ដល់ការណែនាំដល់គ្រប់អនុគណៈកម្មការលើរាល់ការអនុវត្តកិច្ចការរដ្ឋបាលហិរញ្ញវត្ថុនិងការងារបច្ចេកទេសតាមតួនាទីភារកិច្ចនិងពេលវេលាដែលបានកំណត់និងអនុវត្តនៅរាល់បណ្ដាភារកិច្ចនានាតាមការណែនាំរបស់ប្រធានគណៈកម្មការគួរបញ្ជាក់ផងដែរថានៅក្នុងអាណត្តិទី7របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្រសួងព័ត៌មានដែលមានឯកឧត្តមនេតភក្ត្រាជារដ្ឋមន្ត្រីបានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនបានចំនួន2លើករួចមកហើយដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ